bởi chia sẻ tới cứ chậm lạiពេលរហូតដល់15ឆ្នាំឯណោះមុននឹងសម្រេចចិត្តវិប្រហារនៅកាលពីសប្តាហ៍មុននេះគឺសហរដ្ឋអាមេរិកបានដឹងទាំងអស់តាំងពីការរៀបចំតាំងពីដំបូងឥឡូវនេះខ្ញុំសូមបកប្រែក្រៅផ្លូវការនៅអ្វីដែលលោកនាយឧត្តមសេនីយ៍ Dan Kane បានរៀបរាប់ជូនអ្នកសារព័ត៌មានមានអង្គការមួយនៅសហរដ្ឋអាមេរិកហៅថាទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងការពីជាតិហៅថា DETRA ធ្វើការងារជាច្រើនសម្រាប់ជាតិយើងប៉ុន្តែ DETRA គឺជាអ្នកជំនាញឈានមុខគេរបស់ពិភពលោកលើគោលដៅដែលកប់ទាំងជ្រៅក្នុងឆ្នាំ2009មន្ត្រី DETRA ត្រូវបាននាំយកទៅទីតាំងមួយហើយបានប្រាប់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ខ្ញុំនឹងមិនបង្ហាញឈ្មោះគាត់ទេគេបង្ហាញរូបថតមួយចំនួនឲ្យគាត់មើលនិងរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយចំនួនអំពីអ្វីដែលមើលទៅដូចជាគម្រោងសាងសង់ដ៏ធំមួយនៅលើភ្នំនៃប្រទេសអ៊ីរ៉ង់គាត់ត្រូវបានប្រគល់ភារកិច្ចឲ្យសិក្សាកន្លែងនោះធ្វើការជាមួយក្រុមស៊ើបការណ៍ដើម្បីសិក្សាពីវាហើយភ្លាមៗនោះមានសហការីម្នាក់ទៀតបានធ្វើការជាមួយគាត់អស់រយៈពេលជាង15ឆ្នាំមន្ត្រីម្នាក់នោះនិងមិត្តរួមក្រុមរបស់គាត់បានរស់នៅនិងដកដង្ហើមដោយផ្ដោតលើគោលដៅតែមួយគឺរោងចក្រ Fordo ដែលជាធាតុសំខាន់នៃកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់គាត់បានសិក្សាភូមិសាស្ត្រគាត់មើលពួកអ៊ីរ៉ង់ជីកវាចេញគាត់មើលការសង់អាកាសធាតុសម្ភារៈដែលគេបោះចោលភូមិសាស្ត្រសម្ភារៈសំឡុងដែលបានមកពីណាគាត់ក៏លេចមើលរុនខ្យល់បំពង់ផ្សែងប្រព័ន្ធអគ្គិសនីប្រព័ន្ធគ្រប់គ្រងបរិស្ថានគ្រប់ចលហកគ្រប់អ្នកបង្កើតរាល់គ្រឿងបរិក្ខារដែលចូលនិងគ្រប់ឧបករណ៍ទាំងអស់នឹងចេញទៅខាងក្រៅពួកគេដេកក៏យល់សពឃើញគោលដៅនេះដែរពួកគេគេងគិតបើកឡានទៅធ្វើការកកិតហើយពួកគេដឹងពីថ្ងៃដំបូងមកថាវាជាអ្វីអ្នកមិនសាងសង់លិនដ្ឋានក្រោមដីដែលមានស្រទាប់ជាច្រើនដែលមានឧបករណ៍ចាប់សញ្ញានិងឧបករណ៍ផ្សេងទៀតនៅលើភ្នំក្នុងគោលបំណងសន្តិភាពណាមួយឡើយពួកគេមិនអាចពិភាក្សារឿងនេះជាមួយក្រុមគ្រួសារប្រពន្ធកូនរបស់ពួកគេនិងមិត្តភ័ក្តិឡើយពួកគេបន្តតាមដានហើយក្រោយមកទើបដឹងថាយើងមិនមានអាវុធដែលអាចវាយប្រហារគោលដៅនេះបានទេដូច្នេះពួកគេចាប់ផ្ដើមធ្វើការជាមួយឧស្សាហកម្មនិងអ្នកបច្ចេកទេសផ្សេងទៀតដើម្បីបង្កើតគ្រាប់បែក GBU 57ពួកគេបានសាកល្បងវាម្ដងហើយម្ដងទៀតជាយាមជំរឿផ្សេងពួកគេបានបាញ់សាកល្បងរាប់រយដងនិងបានទម្លាក់អាវុធគ្រប់ទំហំជាច្រើនប្រឆាំងនឹងគោលដៅជាក់ស្ដែងក្នុងគោលបំណងតែមួយគត់គឺកំទេចគោលដៅនេះតាមពេលវេលានិងទីកន្លែងនៃការជ្រើសរើសរបស់ប្រទេសជាតិយើងហើយបន្ទាប់មកនៅថ្ងៃ1ក្នុងខែមិថុនាឆ្នាំ2025ជាង15ឆ្នាំបន្ទាប់ពីពួកគេបានចាប់ផ្ដើមការងារក្នុងជីវិតរបស់ពួកគេទូរស័ព្ទបានបន្លឺសំឡេងឡើងហើយប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាឲ្យកងកម្លាំង B2 ឲ្យកំទេចគោលដៅនេះកាលពីម្សិលមិញខ្ញុំមានកិត្តិយសនិងឯកសារដ៏មិនគួរឲ្យជឿក្នុងការចំណាយពេលវេលាជាមួយមន្ត្រីភ្នាក់ងារ Data ទាំងពីរនាក់នេះពួកគេបាននិយាយថាខ្ញុំមិនគិតថាមានថ្ងៃនេះសោះបេះដូងរបស់ខ្ញុំពោពេញទៅដោយមោទនភាពដែលជាផ្នែកមួយនៃក្រុមនេះខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃការងារនេះជូនចំពោះអ្នកទាំងពីរសូមអរគុណនិងអរគុណដល់ក្រុមគ្រួសាររបស់អ្នកបាត់ការញញូរពាក់កណ្ដាលអាទិត្យគឺជាចំណុចកំពូលនៃការងារដ៏អស្ចារ្យរយៈពេល15ឆ្នាំដែលក្រុមអាកាសយានិកនិវិតដឹកប្រេងក្រុមផលិតអាវុធបុគ្គលិកផ្ទុកអាវុធមុនពេលដែលខ្ញុំចាក់វីដេអូនេះខ្ញុំចង់និយាយបន្តិចអំពីការបំពាក់អាវុធនិងអ្វីដែលរៀបចំសម្រាប់ការវាយប្រហារមួយនោះអាវុធគឺជាវិទ្យាសាស្ត្រនៃការវាយតម្លៃគោលដៅដែលខ្ញុំបានលើកឡើងពីកត្តាទាំងអស់នោះមុនពេលដែលមន្ត្រីទាំងពីរនាក់នេះបានគិតទីបំផុតគឺកំណត់បានអាវុធត្រឹមត្រូវនិងការរួមបញ្ចូលគ្នាដើម្បីសម្រេចបាននូវផលប៉ះពាល់ដែលចង់បាននិងការបំផ្លិចបំផ្លាញអតិបរមាប្រឆាំងនឹងគោលដៅក្នុងករណីរោងចក្រ Fordo ក្រុម Detra យល់ដោយមានទំនុកចិត្តខ្ពស់នៅអ្វីដែលត្រូវការដើម្បីកំទេចវាហើយអាវុធត្រូវបានរចនាតាមផែនការនិងចែកចាយដើម្បីធានាថាពួកគេសម្រេចបាននូវផលប៉ះពាល់នៅក្នុងពេលបេសកកម្មពេលចាប់ផ្ដើមអភិវឌ្ឍយើងមានបណ្ឌិតជាច្រើនដែលធ្វើការលើកម្មវិធីគ្រាប់បែកដែលធ្វើជាគំរូហើយសាកល្បងដែលយើងប្រើដោយសម្ងាត់និងគិតគូរជាច្រើនម៉ោងក្នុងសហរដ្ឋអាមេរិកដូច្នេះខ្ញុំសូមនិយាយអំពី graphic បន្តិចពីគ្រាប់បែក GBU 57ដែលអ្នកទាំងអស់គ្នាដឹងគឺមានទម្ងន់ជាង13តោនដែលទម្លាក់ដោយយន្តហោះ B2 តែប៉ុណ្ណោះវាត្រូវបានផ្សំឡើងដោយជាតិផ្ទុះដែកនិង Fuzip ដែលត្រូវបានរៀបចំតាមកម្មវិធីតាមតម្រូវការពឹងផ្អែកលើអាវុធនីមួយៗដើម្បីសម្រេចបាននូវឥទ្ធិពលជាក់លាក់មួយនៅក្នុងគោលដៅគ្រាប់នីមួយៗមានផលប៉ះពាល់ដែលចង់បាន Fuzip គឺមានប្រសិទ្ធភាពបញ្ជាគ្រាប់បែកថាពេលណាទៅផ្ទុះអាវុធចូលកាន់តែជ្រៅនិងឈាបចូលនឹងរុញទៅក្នុងគោលដៅទៅផ្ទុះអ្នកអាចមើលឃើញរុនទាំង3នេះដែលបង្ហាញនៅទីនេះគឺជារុនផ្សែងចម្បងដែលមានរុនខ្យល់បន្ថែមចំនួន2នៅសងខាងសហរដ្ឋអាមេរិកបានសម្រេចចិត្តវាយប្រហាររុនខ្យល់ទាំងពីរនេះដែលឃើញនៅទីនេះនៅលើ graphic ចម្បងដែលជាចំណុចសំខាន់នៃបេសកកម្មប៉ុន្មានថ្ងៃមុនការវាយប្រហាររោងចក្រ Fordo ពួកអ៊ីរ៉ង់បានព្យាយាមបិទបាំងប្រហោងបេតុងប៉ុន្តែអ្នកគួរដឹងពីទំហំបេតុងនោះអ្នករៀបចំផែនការត្រូវគិតគូរអំពីរឿងនេះដែលពួកគេបានគិតគូរពីអ្វីៗគ្រប់យ៉ាងដែលត្រូវកំទេចគម្របដោយគ្រាប់ទី1គ្រាប់ទី2ទី3ទី4និងទី5
ពួកយើងទម្លាក់ទៅក្នុងរូងក្រោមដីនោះដោយល្បឿនលឿនជាង300ម៉ែត្រក្នុង1វិនាទីហើយផ្ទុះនៅក្នុងកន្លែងគោលដៅក្របទី6ត្រូវបានរចនាឡើងនៅសងខាងដូច្នេះមាន6គ្រាប់នៅសងខាងគ្រាប់ទី6ត្រូវបានរចនាឡើងជាអាវុធជាគ្រាប់បែកដែលមានលក្ខណៈបត់បែនដើម្បីអនុញ្ញាតឲ្យយើងជួយគ្នាប្រសិនបើយន្តហោះមុនឬអាវុធឬក៏គ្រាប់មុនមិនដំណើរការវីដេអូដែលខ្ញុំរៀបនឹងបង្ហាញ